បាទខ្ញុំបាទសូមអរកាយគោរពនិងជំរាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានលើកយកនៅអត្ថបទមួយដែលមានចំណងជើងថាបើចង់មានកុំរងចាំឱកាសឲ្យសោះដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវាជាការពិតណាស់មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាននៅឱកាសហើយឱកាសក៏មានច្រើនណាស់ដែរនៅលើផែនដីយ៉ាងនេះឱកាសមានសម្រាប់មនុស្សគ្រប់គ្នាទាំងអស់ក៏ប៉ុន្តែមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែទទួលបានឱកាសដូចគ្នានោះទេមានអ្នកខ្លះទទួលបានឱកាសតិចមានអ្នកខ្លះទទួលបានឱកាសច្រើនហើយក៏មានអ្នកខ្លះទៀតទទួលបានឱកាសធំហើយក៏មានអ្នកខ្លះទៀតទទួលបានឱកាសទូចហើយក៏មានអ្នកខ្លះទៀតមិនទទួលបានឱកាសទាល់តែសោះនៅក្នុងឆាកជីវិតរបស់គេដែរតើទាំងអស់នេះមកពីមូលហេតុអ្វីទៅនៅលើលោកយើងនេះមានមនុស្ស3ប្រភេទខុសៗគ្នាប្រភេទទី1អ្នករងចាំឱកាសមនុស្សល្ងងពេលដែលគាត់ចង់បានឱកាសគាត់តែងតែរងចាំឱកាសប្រភេទទី2អ្នកស្វែងរកឱកាសមនុស្សឆ្លាតពេលដែលគាត់ចង់បានឱកាសគាត់មិនរងចាំឱកាសទេតែគាត់ស្វែងរកឱកាសប្រភេទទី3អ្នកបង្កើតឱកាសមនុស្សដែលមានគតិបណ្ឌិតគឺគាត់មិនរងចាំឱកាសទេហើយគាត់ក៏មិនស្វែងរកឱកាសដែរប៉ុន្តែគាត់បង្កើតឱកាសដោយខ្លួនគាត់តែម្ដងឱកាសមាននៅគ្រប់ទីកន្លែងហើយគ្រប់គ្នាមានលទ្ធភាពក្នុងការទទួលបានឱកាសស្មើគ្នាចុះហេតុអ្វីបានជាអ្នកខ្លះទទួលបានឱកាសតិចហើយអ្នកខ្លះទទួលបានឱកាសច្រើនទៅវិញឱកាសវាតែងតែសំដៅទៅរកមនុស្សគ្រប់គ្នាក៏ប៉ុន្តែវាគិតចេញពីមនុស្សដែលរងចាំវាហើយវាសំដៅទៅរកតែមនុស្សណាដែលស្វែងរកវានិងបង្កើតវាតែប៉ុណ្ណោះអ្នកជោគជ័យមិនមែនសម្បូរឱកាសជាងអ្នកបរាជ័យនោះទេតែពួកគេតែងតែចេញទៅរកឱកាសនិងបង្កើតឱកាសដល់ខ្លួនឯងទើបពួកគេទទួលបានឱកាសច្រើនជាងអ្នកបរាជ័យឱកាសកើតមានចំពោះតែមនុស្សគ្រប់រូបស្មើគ្នាក៏ប៉ុន្តែមនុស្សទាំងអស់មិនមែនសុទ្ធតែទទួលបានឱកាសស្មើគ្នានោះទេមនុស្សឧស្សាហ៍តែងតែទទួលបានឱកាសច្រើនជាងមនុស្សខ្ជិលអញ្ចឹងភាពជោគជ័យមានបានក៏ដូចជាឱកាសវាកើតមកតែពីរនៅទី1ពីការខិតខំប្រឹងប្រែងតស៊ូព្យាយាមដោយមិនបោះបង់ចិត្តខាងបាទចំណុចទី2ត្រូវតែមានសេចក្តីក្លាហានក្នុងការធ្វើវាជានិច្ចចំណុចទី3ត្រូវតែមានភាពឆ្លាតវៃក្នុងកិច្ចការងារនោះទើបដំណើរការនៃការងារនោះប្រកបដោយភាពឆាប់រហ័សនិងពិតប្រាកដនៃភាពជោគជ័យនិងឱកាសសម្រាប់ជីវិតយ៉ាងពិតប្រាកដ